នៅរដូវប្រាំងមួយក្នុងប្រទេសកម្ពុជាព្រះអាទិត្យបញ្ចេញកម្ដៅយ៉ាងខ្លាំងធ្វើឲ្យស្មៅនិងដើមឈើក្រៀមស្វិតតាបឿនកសិករចិត្តល្អម្នាក់កំពុងរៀបចំរទេះគោរបស់គាត់ដើម្បីដឹកទឹកទៅផ្ទះថ្ងៃនេះក្តៅណាស់គោរបស់តាប្រហែលជាស្រេកទឹកខ្លាំងហើយពេលកំពុងបររទេះកាត់វាលស្រែមួយតាបឿនបានឃើញអ្វីមួយចម្លែកកំពុងដេកនៅកណ្ដាលវាលអាយ៉ានោះដូចជាសត្វអ្វីមួយធំណាស់វាគឺជាក្រពើដ៏ធំមួយក្បាលដែលកំពុងដេកហត់ហេវស្បែករបស់វាស្ងួតក្រៀមព្រោះតែគ្មានទឹកក្រពើបានឃើញតាបឿនក៏ខំប្រឹងងើបក្បាលនិយាយអង្វរទាំងសំឡេងខ្សោយលោកតាជួយខ្ញុំផងខ្ញុំដាច់ទឹកយូរហើយចិត្តស្លាប់ហើយតាបឿនជាមនុស្សមានចិត្តសណ្ដោសប្រណីគាត់មានក្តីអាណិតចំពោះសត្វដែលកំពុងមានទុក្ខអាណិតណាស់តែឯងធំណាស់តើអើយតាយកឯងទៅដាក់ទឹកបានយ៉ាងដូចម្ដេចក្រពើបានស្នើសុំឲ្យតាបឿនចងវាភ្ជាប់នឹងរទេះគោដើម្បីដឹកទៅទម្លាក់នៅទន្លេលោកតាអាចចងខ្ញុំព្យួរនឹងរទេះហើយដឹកខ្ញុំទៅទន្លេបានទេខ្ញុំសន្យាមិនធ្វើអ្វីលោកតាទេតាបឿនក៏យល់ព្រមគាត់បានយកខ្សែមកចងក្រពើយ៉ាងណែនដើម្បីកុំឲ្យវាធ្លាក់ពេលដឹកទ្រាំបន្តិចណាតានឹងចងឯងឲ្យជាប់ល្អដើម្បីកុំឲ្យធ្លាក់ដោយមានការលំបាកតាបឿនបានលើកក្រពើដាក់ព្យួរនៅខាងក្រោមប្រទេសគូរបស់គាត់តាបឿនក៏ចាប់ផ្ដើមបរទេសតម្រង់ទៅរកទន្លេដែលនៅឆ្ងាយទៅកូនគោទាំងពីរខំប្រឹងបន្តិចទៅជិតដល់ហើយនៅតាមផ្លូវក្រពើចាប់ផ្ដើមមានកម្លាំងឡើងវិញបន្តិចហើយវាចាប់ផ្ដើមមានគំនិតអាក្រក់ទីបំផុតរទេះរបស់តាបឿនបានមកដល់មាត់ទន្លេដ៏ធំមួយដែលមានទឹកថ្លាឆ្វេងដល់ហើយអាធំឃើញទឹកទន្លេទេតាបឿនបានស្រាយចំណងឲ្យក្រពើហើយលែងវាចូលទៅក្នុងទឹកទៅចុះឯងមានសេរីភាពហើយគ្រាន់តែបានប៉ាទឹកភ្លាមក្រពើក៏ប្រែទឹកមុខភ្លាមវាហែលមករកតាបឿនវិញឈប់សិនតាឃ្លាមឃ្លានណាស់គ្មានកម្លាំងហែលទឹកទេក្រពើបានប្រកាសថាវានឹងស៊ីតាបឿនជាអាហារសម្រាប់ថ្ងៃនេះលោកតាបានជួយខ្ញុំហើយជួយឲ្យចប់ទៅឲ្យខ្ញុំស៊ីលោកតាឆ្អែតខ្ញុំនឹងមានកម្លាំងតាបឿនភ័យតក់ស្លុតហើយព្យាយាមនិយាយរកហេតុផលជាមួយក្រពើហេអីឯងរមើលគុណម្ល៉េះតាខំជួយឯងពីសេចក្តីស្លាប់ណាពួកគេសម្រេចចិត្តសួរអ្នកដទៃឲ្យជួយកាត់ក្តីដំបូងគេបានសួរទៅដើមចេកអ្នកបងចេកសូមជួយកាត់ក្តីឲ្យខ្ញុំផងតើក្រពើនេះគួរស៊ីខ្ញុំដែរដើមចេកដែលខឹងនឹងមនុស្សបានឆ្លើយតបយ៉ាងក្តៅក្រហាយមនុស្សចិត្តអាក្រក់ណាស់កាប់ខ្ញុំយកផ្លែយកស្លឹកហើយទុកខ្ញុំចោលក្រពើអើយស៊ីវាទៅក្រពើត្រេកអរយ៉ាងខ្លាំងហើយបំរុងនឹងវាយប្រហារតែតាបឿនសុំសួរអ្នកផ្សេងទៀតឈប់សិនសុំសួរម្នាក់ទៀតសិនសំណាងល្អទុនសាយបណ្ឌិតមួយក្បាលបានលោតមកដល់កន្លែងនោះមានរឿងអ្វីដឹងលោកតាមិនក៏ឆ្លោះគ្នាជាមួយបងក្រពើតាបឿនបានរៀបរាប់ដំណើររឿងទាំងអស់ប្រាប់ទៅទុនសាយបណ្ឌិតតាបានជួយវាពីវាលស្រែស្ងួតតែឥឡូវវាចង់ស៊ីតាវិញទុនសាយធ្វើជាមិនជឿហើយសុំឲ្យពួកគេសម្ដែងរឿងឡើងវិញខ្ញុំមិនជឿថាបងក្រពើដ៏ធំអាចនៅខាងក្រោមរទេះតូចនេះបានទេសុំធ្វើឲ្យខ្ញុំមើលម្ដងទៀតបានទេដោយសារចង់ស៊ីតាបឿនពេកក្រពើក៏យល់ព្រមលើងធ្វើឲ្យតាបឿនចងវិញបានចាំមើលណាខ្ញុំនឹងបង្ហាញឯងតាបឿនក៏ចងក្រពើព្យួរជាប់នឹងរទេះដូចដើមយ៉ាងស្ទតជំនាញចងឲ្យដូចដើមណាលោកតាតើកាលនោះចងតាំងទេពេលចងជាប់ហើយក្រពើមិនអាចរើរួចឡើយឃើញទេខ្ញុំនៅបែបនេះឯងឥឡូវស្រែកខ្ញុំមកខ្ញុំឃ្លានហើយទុនសាយបណ្ឌិតបានប្រកាសសាលក្រមភ្លាមល្អហើយលោកតាឥឡូវក្រពើជាប់ហើយវាមិនអាចធ្វើបាបលោកតាទេលោកតាបរទេះទុយប្រតែវិញចុះក្រពើបានដឹងខ្លួនថាចាញ់បោកទុនសាយហើយស្រែកទ្រហយមទេកុំទុកខ្ញុំចោលទេខ្ញុំសុំទោស
តាបឿនអរគុណទុនសាយហើយបរទេដឹកក្រពើត្រឡប់ទៅដាក់កន្លែងដើមវិញអរគុណចៅទុនសាយខ្លាំងណាស់តានឹងយកវាទៅទុកនៅកន្លែងដែលតាបានឃើញវាតាបឿនបានទុកក្រពើចៅនៅវាលស្រែស្ងួតដដែលដើម្បីជាមេរៀនដល់អ្នករមិលគុណរឿងនេះបង្រៀនយើងឲ្យដឹងថាការធ្វើគុណបែរជាបានទោសគឺមកពីការជួយមនុស្សអាក្រក់ចាំទុកណាធ្វើល្អចំពោះអ្នកចេះដឹងគុណទៅប្រសើរ